ដាក់ដៃទៀបត្រឹមដើមទ្រូងណាកូនណាមើលទៅកាន់លោកពុកអ្នកម្ដាយរបស់កូនហើយឥឡូវនេះកូនចូលមកដល់ក៏បានជួបនឹងព្រះដ៏ឧត្តមរបស់កូនណាកូនណាគេថាមេត្តាបិតាជាគ្រូដើមជាគ្រូដ៏ឆ្នើមក្នុងលោកាម្យ៉ាងទៀតគឺពិតជាទេវតាព្រះពុទ្ធត្រាស់ថាជាព្រំផងមេត្តាបិតាគឺជាព្រះរស់នៅក្នុងផ្ទះដ៏ច្បាស់ច្បងសង្គ្រោះ5យ៉ាងល្អម៉ត់ម៉ងចម្លងបត់ភ្ងាឲ្យដល់ត្រើយឥឡូវនេះជួបព្រះរបស់កូនហើយកូនមិនបង្ងើយកន្តើយទេកូនសូមអោនកាយក្រាបថ្វាយបង្គំណាកូនណាពេលនេះគឺជាពេលដែលកូនទាំងពីរកូនត្រូវទទួលនៅរតនវត្ថុដ៏មានតម្លៃអំពីមេត្តាបិតាដែលលោកប្រទានឲ្យកូនដើម្បីជាទ្រព្យបញ្ចាំចិត្តដល់គូជីវិតមិត្ត100ឆ្នាំកូនទាំងពីរកូនរួមគ្នារក្សាថែរហូតដល់ចាស់ព្រឹត្តចាស់ព្រេងតរៀងទៅណាកូនណាអញ្ចឹងកូនថ្វាយបង្គំពុកម៉ែយើង3ដងព្រមគ្នាកូន1 2 3សូមអ្នកម្ដាយលើកជើងពៀនប្រទានដល់កូនលោកពុកអញ្ជើញតោងកែងដៃបានកូនទទួលអូនសូមមើលម៉ាក់ប៉ាយើងញឹមដាក់គាត់ណាកូនណាញឹមដាក់ប៉ាម៉ាក់យើងសិនបាទហើយសូមមើលកាមេរ៉ាបន្តិចផងទៀតអ្នកម្ដាយមើលកាមេរ៉ាចំហៀងហ្មងបាទអរគុណអញ្ជើញដាក់ចោះទៀតអូនថ្វាយបង្គំ3ដងព្រមគ្នា1 2 3អរគុណអញ្ចឹងសូមលោកពុកអធិស្ឋានចិញ្ចៀនមកកូនបើកម្រើបប្រអប់ហ្នឹងមកកូនបាទអូនលើកដៃបណ្ដំឡើងទាំងពីរនាក់អូនបែរមុខមើលគ្នាញញឹមដាក់គ្នាអូនគោរពគ្នាមួយអូនងើបវិញអូនលើកជើងពៀនចិញ្ចៀនឡើងទាំងពីរនាក់កូនបង្ហាញទៅកាមេរ៉ាមើលទៅកាមេរ៉ាទាំងអស់គ្នាអូនមើលមកចិញ្ចៀនទាំងពីរនាក់អូនមើលមុខគ្នាបន្តិចញញឹមផងកូនដាក់ចុះវិញកូនស្រីដាក់ដៃចុះកូនប្រុសលើកប្រអប់ចិញ្ចៀនរបស់កូនស្រីឡើងកូនដៃមួយត្របង្ហាញទៅកាមេរ៉ាមើលកាមេរ៉ាទាំងអស់គ្នាកូនប្រុសដកចិញ្ចៀនចេញមកបិទកម្រើបទុកខាងក្រោមវិញកាន់ច្បិចផ្នែកខាងក្រោមនៃចិញ្ចៀនបង្ហាញទៅកូនស្រីឃើញពេញចិត្តកូនកាន់ដៃពីរកូនលើកដៃសាពះអរគុណកូនស្រីលើកដៃសាពះអរគុណមើលមុខគ្នាបន្តិចបាទរួចកូនហុចដៃឆ្វេងកូនប្រុសបំពាក់ជូនតែម្ដងត្រកដៃផងកូនស្រីត្រកដៃផងកូនបំពាក់ឲ្យសុបហើយក្តោបម្រាមដៃទាំង4បង្ហាញទៅកាមេរ៉ាសូមមើលកាមេរ៉ាទាំងអស់គ្នាកាន់ដៃពីរកូនកាន់ដៃពីរមើលទៅកាមេរ៉ាទាំងអស់គ្នាអូនមើលមុខគ្នាបន្តិចកូនមើលមុខគ្នាបន្តិចញញឹមផងលើកដៃសំពះអរគុណគ្នាមួយបាទកូនប្រុសដាក់ដៃចុះកូនស្រីលើកប្រអប់ជៀនឡើងកូនត្រូវបង្ហាញទៅកាមេរ៉ាមើលកាមេរ៉ាទាំងអស់គ្នាបាទកូនស្រីដកចិញ្ចៀនចេញមកបិទកម្រើបទុកវិញកូនកាន់ច្បិចតើងចិញ្ចៀនផ្នែកខាងក្រោមបង្ហាញមកកូនប្រុសលើកដៃសំពះអរគុណបាទរួចកូនងើបឡើងហុចដៃឆ្វេងកូនងើបមកឡើងហុចដៃឆ្វេងត្រកដៃផងក្តោបម្រាមដៃបង្ហាញទៅកាមេរ៉ាមើលទៅកាមេរ៉ាទាំងអស់គ្នាណែម៉ែមើលទៅមុខផងបាទអូនមើលមុខគ្នាបន្តិចសំពះអរគុណគ្នាមួយអរគុណសូមក្រុមការងារអូនចូលលើកតុកនឹងចេញបន្តិចប៉ុណ្ណឹងចុះងើបមុខឡើងអ្នកខ្មោះអូនលើកតុកចេញបន្តិចបានចឹងត្រៀម1 2 3ជ័យយោសុខោលាភោអូនខាត់មុខមួយចំហៀងអូនលើកដៃសំពះឡើងទាំងពីរនាក់ណាកូនណាពេលនេះគឺជាពេលដែលកូនទាំងពីរត្រូវគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាយដាមអ្នកញាលោកជំទាវលោកស្រីភ្ញៀវកិត្តិយសជាទីគោរពដ៏ខ្ពង់ខ្ពស់ទាំងអស់ដែលលោកបានចំណាយពេលវេលាដ៏មានតម្លៃរបស់លោកបានអញ្ជើញចូលមកដើម្បីចូលរួមបំពេញសិរីសួស្តីដល់កូនទាំងពីរនៅក្នុងថ្ងៃមង្គលរបស់កូនថ្ងៃនេះណាកូនណាចឹងទី1កូនងាកមកខាងស្ដាំដៃមុនណាកូនណាងាកមកខាងស្ដាំដៃមុនណាខាងនេះកូនបាទអាយដាមលោកជំទាវពេលដែលក្មួយអោនគោរពសូមលើកដៃតបឲ្យពរជ័យក្មួយផងណាទេណាបាទអញ្ចឹងកូនមើលទៅគាត់ទាំងអស់គ្នាញញឹមដាក់គាត់ទាំងអស់គ្នាណាកូនអោនគោរពថ្វាយបង្គំ3ដងព្រមគ្នាកូន1 2 3
ពីរបីបាទទី2ខាងឆ្វេងដៃអាយដាមលេងទៀវលោកយាយលោកតាប៉ាអ៊ំម៉ាអ៊ំយើងណាគាត់ណាមើលតគាត់ញញឹមដាក់គាត់ទាំងអស់គ្នារួចកូនអោនកាយថ្វាយបង្គំ3ដងព្រមគ្នាគាត់1 2 3 2 3រួចអូនបែរទៅខាងមុខចំភ្ញៀវកាត់យោយើងខាងមុខចំអញ្ជើញមកច្រើនណាស់ក៏ប៉ុន្តែលោកមិនអាចឡើងមកខាងលើវេទិកានៃកម្មវិធីនេះអស់ទេអញ្ចឹងលោកអង្គុយតាមតុតាមកៅអីពាសពេញក្នុងហាងទាំងអស់ចឹងទេសូមភ្ញៀវកតញ្ញូជាទីគោរពទាំងអស់សូមលោកទទួលការគោរពអំពីកូនប្រុសកូនស្រីពីចម្ងាយផងណាទេណាកូនអោនគោរពទៅមុខចំ3ដងព្រមគ្នា1 2 3អរគុណសូមគោរពអញ្ជើញលោកជំទាវមានភារៈដឹកដៃសូមអញ្ជើញផ្ដល់កតញ្ញូអញ្ជើញដឹកដៃកូនទៅសម្រាប់សិនបាទអញ្ជើញកាន់ដៃកូនឈរថតមកប៉ោះសិនខិតមុខតិចមកកូនឡើងមុខតិចមកកូនបាទអញ្ជើញមើលទៅកាមេរ៉ាមួយអូនលើកដៃសំពះទៅលោកស្រីដឹកដៃរៀងខ្លួនជើញកាន់ដៃក្មួយមើលកាមេរ៉ាមួយសិនថងខ្លួនសិនសូមប្រគំបទក្រសាំងទៀបដើម្បីដង្ហែកូនទាំងពីរទៅសម្រាប់បន្តិចសូមដឹកដៃកូនស្រីមុន